លោកជំទាវបណ្ឌិតបេចាំមុនីថ្លែងការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិជាព្រឹត្តិការណ៍មួយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានិងផ្ដល់ប្រយោជន៍ជាច្រើនដល់សង្គមលោកជំទាវបណ្ឌិតបេចាំមុនីអគ្គស្នងការសមាគមកីរិទ្ធនារីកម្ពុជាបានថ្លែងថាការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2023គឺជាព្រឹត្តិការណ៍មួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមលោកជំទាវបណ្ឌិតបេចាំមុនីបានបញ្ជាក់ថាក្នុងរយៈកាលចុងក្រោយនេះកីឡារាំបានរួមគ្នាធ្វើកំណែទម្រង់ជាច្រើនដោយទទួលបានជោគជ័យតាមរយៈការទទួលមេដាយពីការប្រកួតលក្ខណៈជាតិតំបន់និងអន្តរជាតិថ្លែងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2023ក្រោមពាក្យស្លោកកីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍនាថ្ងៃទី11ខែធ្នូឆ្នាំ2023លោកជំទាវបណ្ឌិតបានគូបញ្ជាក់ថាការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិគឺជាព្រឹត្តិការណ៍មួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជាសេដ្ឋកិច្ចវប្បធម៌ការលើកកម្ពស់មុខមាត់ជាតិទីផ្សារពាណិជ្ជកម្មនិងសុខភាពជាដើមមួយវិញទៀតកត្តាទាំងនេះហើយដែលកម្ពុជាត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិនិងកម្លាំងសេដ្ឋកិច្ចកម្ពុជាដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយក្រោមនយោបាយឈ្នះឈ្នះដែលរដ្ឋាភិបាលបានដាក់ចេញហើយក៏ជាការបដិញ្ញាចិត្តក្នុងនាមកម្ពុជាជាសមាជិកអាស៊ានលោកជំទាវបណ្ឌិតបញ្ជាក់ថាជាការពិតការប្រកួតកីឡាជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិរៀងរាល់មួយឆ្នាំម្ដងឆ្លុះបញ្ចាំងឲ្យឃើញនូវការរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្លឹបនិងក្លឹបដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជានិងក៏ជាឱកាសសម្រាប់ការផ្លាស់ប្ដូរទាំងបច្ចេកទេសទិចនិកទាំងបទពិសោធន៍ក្នុងការប្រកួតកីឡាដែលជាមរតកវប្បធម៌និងជាសិល្បៈការពារខ្លួនរបស់សមាគមក្លឹបកីឡារាំនីមួយៗលោកជំទាវបណ្ឌិតបានបន្ថែមទៀតថាការប្រកួតកីឡារាំនេះក៏ជាការបំផុសស្មារតីមហាជនឲ្យកាន់តែស្រឡាញ់និងគាំទ្រវិស័យកីឡាហើយក៏ជាការលើកកម្ពស់កិត្តិស័ព្ទកីឡារបស់ប្រទេសកម្ពុជាឲ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិកម្ពុជាទៅដល់ទីណាគឺមានទង់ជាតិកម្ពុជាបង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះផងដែរសូមជម្រាបថាការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2023លើកទី23ប្រភេទវិញ្ញាសារួមមានវិញ្ញាសារាំគូ Latin Dance និងវិញ្ញាសា Standard Dance ដែលមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីចំនួន50នាក់មកពីក្លឹបចំនួន6ក្លឹបក្នុងនោះមានក្លឹបមហាផ្ទៃក្លឹបកងទ័ពជើងទឹកក្លឹបខេត្តកណ្ដាលក្លឹបខេត្តកំពង់ចាមនិងក្លឹប Joy School